ល្បិចការទូតរបស់អនុទីនទី1ដោះតាមការទូតខ្ញុំធ្លាប់បានសរសេរថាកៅអីរបស់អនុទីនស្រួលមិនស្រួលនឹងបាក់ជើងមួយហើយពេលនេះយើងដឹងច្បាស់ថាអនុទីនកំពុងដោះស្រាយការងារខាងក្នុងខណៈដែលខ្លួនអាចនឹងទាញប្រជាប្រិយភាពពីអ្នកជ្រុលនិយមស្ដេចថៃសិនហើយចាំដោះជាមួយនឹងកម្ពុជាក្រោយអនុទីនបានប្រកាសថាខ្លួននឹងបង្កើតគណៈកម្មការមួយដើម្បីសិក្សាអំពីការរំលាយ MOU ឆ្នាំ2000ដែលទំនងទីនឹងរុញបញ្ហាឲ្យទៅក្រោយយកការទូតបាំងមុខដើម្បីប្រើប្រាស់កម្លាំងបាយជាមួយនឹងកម្ពុជាសំណួរសួរថាបើខ្លួនមានឆន្ទៈដោះស្រាយចំនួននេះតាមការទូតមែនតើទង្វើណាដែលបង្ហាញថាខ្លួនបានបន្ធូរខ្សែទាំងរឿងរំលាយ MOU ឆ្នាំ2000មានអ្នកជំនាញច្បាប់អន្តរជាតិកម្ពុជាបានលើកឡើងមិនអាចទៅរួចទេទោះបីជាថៃបានបោះឆ្នោតប្រជាមតិជាតិខ្លួនក៏ដោយក៏ MOU ឆ្នាំ2000នៅតែមានសុពលភាពដដែលព្រោះលក្ខខណ្ឌរំលាយមិនគ្រប់គ្រាន់ពិសេសគឺត្រូវការភាគីកម្ពុជានឹងបានតម្កល់នៅ UN ទី2ទាំងរឿងគឺទូតទៅក្រោយមួយករណីទៀតអាចទេការដែលអនុទីនយកការរំលាយ MOU ឆ្នាំ2000មកគម្រាមគោកម្ពុជាជាថ្នូរឲ្យកម្ពុជាមិនដាក់ពាក្យបណ្ដឹងទៅ ICJ ហើយច្រានចោលអ្វីដែលកម្ពុជានឹងលើកយកទៅបណ្ដឹង ICJ តាក់ទងនឹងតំបន់ព្រំដែនបូកទាំងប្រកាសថាប្រាសាទតាមាន់តាក្របីជារបស់ថៃជាដើមដើម្បីទាញស្ថានភាពទៅក្រោយបន្ទាប់មកប្រកាសថាខ្លួនត្រូវការចរចាជាមួយកម្ពុជាទ្វេភាគីហើយសម្លុតកម្ពុជាថាព្រមឬមិនព្រមប្រសិនជាកម្ពុជាព្រមនោះខ្លួនបានចំណេញការទូតមួយដំណើរធំតែបើកម្ពុជាមិនព្រមអនុទាននឹងអាចរុញស្ថានភាពឲ្យកាន់តែក្តៅពិសេសគឺបោះដៃទៅខាងតបវិញរបៀបដែលអនុទានកំពុងតែសាក់នេះគឺទាញប្រយោជន៍ឲ្យបានច្រើនជ្រកទាំងថៃគ្នាឯងនិងខាងកម្ពុជាហើយបើបានមួយណាយកមួយនេះដបិតខ្លួនមិនខាតអ្វីទាំងអស់ហើយបើបានសម្រេចអនុទាននឹងចំណេញដោយព្រួញមួយបាញ់បានសិតពីរទី1គាត់នឹងក្លាយជាមនុស្សម្នាក់ដែលអាចទាញផលចំណេញពីចំនួនព្រំដែននេះតាមរយៈការប្រើប្រាស់ក្បួនអ្នកមុនដោះតាមអ្នកមុនអ្នកក្រោយដោះតាមអ្នកក្រោយនិងអ្នកចង់និងអ្នកស្រាយគឺជាខ្លួនឯងតែមួយទី2ការរំលាយ MOU ឆ្នាំ2000មានមួយករណីទៀតគឺបានផាលត្រង់ការប្រមូលធនធានពីព្រំដែនទឹកនៅតំបន់ត្រួតស៊ីគ្នាបើអនុទីនដែលតាមផ្លូវនេះខ្លួនអាចចំណេញ3ច្រកប៉ុន្តែប្រហែលជាមិនអាចទៅរួចភាពខ្លាំងរបស់កម្ពុជាគឺការប្រើប្រាស់ខ្សែទូតដើម្បីចងការឈ្លានពានរបស់ថៃខណៈដែលថៃគម្រាមកម្ពុជាឲ្យចរចាតែពីនឹកបានហើយជំហានបន្ទាប់គឺពន្លឿនកិច្ចការទូតពិសេសគឺជំរិនក្រុម IOT និង AOT ល្បិចល្បាញដែលអនុទីនកំពុងតែលេងនេះគឺប្រៀបបានដូចជាល្បិចទិញពេលឲ្យអន្តរជាតិឆាប់ភ្លេចនិងបន្លប់កម្ពុជាមិនឲ្យនិយាយរឿងភូមិជោគជ័យអូបីយ័ននិងពិសេសតបដែលទាហានថៃបានចាប់ទៅខំច្បាប់សាយការរក្សាចំណងមិត្តភាពបន្ថែមគឺជារឿងសំខាន់ខណៈដែលតបកម្ពុជាទំនងជាដើរតាមគ្នាគឺតបការពារទូតចិនកបួនទី3បង្អាក់ដំណើរកម្ពុជាជារឿងធម្មតាសង្គ្រាមមួយទៅមួយមកហើយបើសិនជាអាចបង្អាក់ដំណើរនរណាបានគេនឹងបង្អាក់ដើម្បីភាពខ្លាំងរៀងៗខ្លួននឹងអាចសង្កត់លើភាពខ្សោយរបស់ដៃគូម្ខាងទៀតប៉ុន្តែប្រសិនជាក្បួនដៃអនុទីនលេងនេះមិនជោគជ័យអនុទីននឹងអាចប្រឈមបាត់កៅអីខ្លួនឯងនៅតំណែងនាយករដ្ឋមន្ត្រីព្រោះសម្លេងដែលគ្រប់គ្រងខ្លួនខ្លាចទៅជានាយករដ្ឋមន្ត្រីពេលនេះគឺបានមួយផ្នែកធំពីគណៈបកប្រជាជនតើល្បិចការទូតអនុទីននឹងទៅបែបណាទៀតទី4សាមគ្គីជាកូនសៅសង្គ្រាមមិនទាន់ចប់សាមគ្គីចំពោះមុខគឺសំខាន់ណាស់សូមកុំឆាប់ភ្លេចហើយសូមកុំចូលអន្ទាក់ធ្វើឲ្យឆាប់ភ្លេចរបស់សាសថៃបហេការមិនប្រោប្រាស់របស់ថៃគឺជារឿងចាំបាច់ពាក្យថាសង្គ្រាមគឺមាននរណាចំណេញទេតែការរក្សាជំហរចំាំងទាំងផ្នែកទ័ពទូតនិងសេដ្ឋកិច្ចប្រកបណាស់គឺបានន័យថាយើងមិនព្រមចោះចាញ់យករួយខ្លួនក្នុងចំណុចនេះហើយថ្ងៃក្រោយទៅកូនចៅយើងវេទនាឡើយដូច្នេះហើយសម្លេងតែមួយក្នុងការដោះស្រាយបញ្ហាចំពោះមុខគឺជារឿងសំខាន់បញ្ហាចំពោះមុខសាមគ្គីជាកូនសៅគំនិតច្រើនយល់ឃើញច្រើនល្អច្រើនតែគិតច្រើនយល់ច្រើនត្រូវតែធ្វើឲ្យច្រើនទេសនៈខុងមីងថាមនុស្សគិតច្រើនមានផ្លូវច្រើនតែដាច់ខាតជ្រើសរើសផ្លូវណាដែលឈ្នះបានហើយគប់មិត្តបំបែកមិត្តសង្គ្រាមសន្តិភាពសាមគ្គីជាកូនសៅមានភៀកត